កម្ពុជាស្រឡាញ់ខ្មែរក្រៅទាំងអស់គ្នាបងពេលបងស្ដាប់អូនបងស្ដាប់បានអត់ចាស្ដាប់បានស្ដាប់បាន80%អញ្ចឹងបងគិតថាអូនខ្មែរអត់ដំបូងមើលមុខទៅអត់ដឹងទេតែដល់ពេលស្ដាប់សលេងគាត់និយាយទៅមិនដឹងថាគាត់និយាយខ្មែរអត់សូវច្បាស់ប៉ុន្តែខ្ញុំអាចស្ដាប់បានចាដោយសារអូនខ្មែរក្រមអញ្ចឹងពេលបងស្ដាប់ទៅអត់សូវបានតែអូនចង់សួរថាអញ្ចឹងថ្ងៃហ្នឹងបងតែងជុតហ្នឹងពីជុតហ្នឹងគេហៅមានឈ្មោះថាអីទេបងឈុតរបស់ខ្ញុំថ្ងៃនេះគឺឈុតសហសម័យតបតែងដោយបងឆាយគាត់ជាអ្នកធ្វើឈុតនេះតហ្មងហើយចង់និយាយថាអញ្ចឹងបងឈុតហ្នឹងយើងតំណាងអីទេបងអានេះបើគេនេះគេហៅឈុតសហសម័យតំណាងឲ្យឈុតតំណាងជាតិដែលប្រកួតដូចជាកម្មវិធីបបរកញ្ញាទូទៅរបស់យើងនៅក្នុងស្រុករបស់យើងនិងក្រៅស្រុកដូចគ្នាបាទហើយអូនជាកូនខ្មែរក្រម្នាក់ពេលឃើញបងពាក់ឈុតហ្នឹងពិតជាស្អាតមែនតើហើយណាថាអត់សូវបានឃើញដោយសារច្រើននៅខ្មែរក្រមអត់សូវមានឈុតរៀងប្លែកៗដូចអញ្ចឹងទេតាំងមកអំបញ្ញគឺឃើញបងតែងគឺឃើញមកប្លែកគេស្អាតមកចាអរគុណច្រើនបងអញ្ចឹងបងមានពាក្យអីដើម្បីជូនទៅបងប្អូនចំនួនក្រោយអត់បងនិយាយពាក្យក្នុងចិត្តតិចសម្រាប់ខ្ញុំសូមផ្ដាំទៅដល់បងប្អូនជំនាន់ក្រោយដែលគាត់អត់ទាន់បានស្គាល់ពីឈុតបារាណខ្មែរយើងមានឈុតបារាណមានឈុតបែបតំណាងជាតិនៅក្នុងកម្មវិធីប្រឡងប្រកួតបបរកញ្ញាចង់ឲ្យគាត់ចូលរួមថែរក្សាវប្បធម៌ខ្មែរសម្បត្តិវប្បធម៌របស់យើងទាំងអស់គ្នាហើយបើសិនជាមានឱកាសសិក្សាស្វែងយល់ពីវាព្រោះដោយសារតែនេះគឺជាកេរតំណែងមរតកដូនតារបស់យើងគាត់បានបន្សល់ទុកបាទអរគុណច្រើនបងអញ្ចឹងសង្ឃឹមថាបងប្អូនក្មេងៗសម័យក្រោយដូចជាវ៉ាអញ្ចឹងពិតជាអរគុណដូនតាយើងមែនតើដែលបានអាហារកសាងច្រើនជាឈុតប្លែកគេស្អាតទៀតហើយអូនពិតជាអរគុណច្រើនបងច្រើនមែនតើហើយបងមានពាក្យអីដើម្បីជូនទៅបងអូនខ្មែរក្រមអត់ចានាងខ្ញុំសៀវមីសូមជូនពរទៅដល់បងជាខ្មែរកម្ពុជាក្រោមឲ្យជួបតែសុខសុវត្ថិភាពនិងសុខសប្បាយទាំងអស់គ្នាកម្ពុជាស្រឡាញ់ខ្មែរក្រោមទាំងអស់គ្នាអរគុណច្រើនបងអរគុណ